ស្រួលទេពេលនេះអេរ៉ុងព្រមានអាមេរិកថាមរៀមដៃដាក់ចូលកាយកំភ្លើងរួចហើយក្រោយលោកដូណាល់ត្រាំព្រមានគំតិចមេដឹកនាំរបស់ខ្លួនឲ្យបាត់ស្រមោលពីផែនដីរងើបភ្លើងឆាប់ឆេះឡើងវិញហើយនៅពេលនេះអេរ៉ុងព្រមានអាមេរិកថាមរៀមដៃដាក់ចូលកាយកំភ្លើងរួចហើយចាំតែបាញ់តែប៉ុណ្ណោះក្រោយលោកប្រធានាធិបតីដូណាល់ត្រាំបានព្រមានគំតិចមេដឹកនាំរបស់ពួកគេឲ្យបាត់ស្រមោលពីភពផែនដីលោកម៉ាហាម៉ែតដែលជាមេបញ្ជាការឆ្មាំបដិវត្តរបស់អេរ៉ុងបានដំឡើងសម្លេងតឹងសរសៃកប្រាប់អាមេរិកនិងអ៊ីស្រាអែលកុំឲ្យគិតខុសឲ្យសោះហើយបើមិនចង់ស្ដាយក្រោយឬក៏កាន់តែឈឺចាប់ទេនោះសូមងាកបកក្រោយគិតឡើងវិញថាតើអ៊ីស្រាអែលមានលទ្ធផលយ៉ាងណាអំឡុងសង្គ្រាមរយៈពេល12ថ្ងៃនៃពេលកន្លងមកនៅក្នុងន័យនេះអេរ៉ុងទំនងជាចង់ប្រាប់អាមេរិកនិងអ៊ីស្រាអែលថាប្រយ័ត្នកំពូលមីស៊ីលរបស់អេរ៉ុងហោះទៅបុកទម្លុះខែលការពារដែនអាកាសដ៏ក្រាស់ឃ្មឹករបស់អ៊ីស្រាអែលសាជាថ្មីដោយសំដៅទៅដល់មេដឹកនាំកំពូលរបស់អេរ៉ុងគឺលោកអាយ៉ាតូឡាអាលីកាមេនីនោះមេបញ្ជាការកងឆ្មាំបដិវត្តអេរ៉ុងរូបនេះបានបញ្ជាក់ថាកងទ័ពអេរ៉ុងបានសុកម្រាមដៃចូលកាយកំភ្លើងរួចហើយពលគឺបានត្រៀមខ្លួនរួចរាល់ជាងពេលណាទាំងអស់ចាំតែស្ដាប់បទបញ្ជានិងវិធានការពីអគ្គមេបញ្ជាការតែប៉ុណ្ណោះមេបញ្ជាការឆ្មាំបដិវត្តអេរ៉ុងបានព្រមានយ៉ាងដូចនេះអំឡុងពិធីបុណ្យជាតិនៅអេរ៉ុងដើម្បីអបអរសាទរកងឆ្មាំបដិវត្តអេរ៉ុងជាកងកម្លាំងដែលមានបេសកកម្មការពារបដិវត្តអ៊ីស្លាមឆ្នាំ1979ពីការគំរាមកំហែងទាំងក្នុងនិងខាងក្រៅតាមពិតទៅភាពតានតឹងរវាងអាមេរិកនិងអេរ៉ុងបានថមថយកម្ដៅមុខត្រជាក់វិញរួចបាត់ទៅហើយបន្ទាប់ពីអេរ៉ុងបន្ទន់អេរយាប័តព្រមផ្អាកផែនការប្រហារជីវិតបាតកោដែលត្រូវបានចាប់ខ្លួនចំនួន800នាក់ប៉ុន្តែស្ថានភាពបានប្រែមុខជាក្តៅឡើងវិញបន្ទាប់ការពីថ្ងៃអង្គារលោកប្រធានាធិបតីដូណាល់ត្រាំបានព្រមានមេក្រុមដឹកនាំអេរ៉ុងថាអាមេរិកនឹងកម្ចាត់ពួកគេចោលឲ្យបាត់ស្រមោលពីភពផែនដីប្រសិនបើមានការវាយប្រហារណាមួយប៉ុនប៉ងឆក់យកអាយុជីវិតរបស់លោកដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដែលផ្ដោតទៅលើគោលដៅលើលោកអាយ៉ាតូឡាអាលីខាមេនីនោះអំឡុងការតវ៉ាដ៏ក្តៅគគុកដូចងងើកភ្លើងលោកដូណាល់ត្រាំបានព្រមានមិនដាច់ពីមាត់ថាអាមេរិកនឹងធ្វើអន្តរាគមន៍យោធាតែម្ដងប្រសិនបើរបបដឹកនាំដោយលោកអាយ៉ាតូឡាអាលីហ្គាម៉ានីបន្តសម្លាប់អ្នកតវ៉ាតទៅមុខទៀតហើយមកទល់នឹងពេលនេះអាមេរិកនៅតែរក្សាជំរឿសប្រើកម្លាំងយោធានៅឡើយទេប្រសិនបើស្ថានភាពក្តៅឡើងវិញប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុងដាវ៉ូសប្រទេសស្វីសកាលពីថ្ងៃប្រហោះម្សិលមិញនេះលោកដូណាល់ត្រាំបង្ហើបថាតាមពិតអេរ៉ុងនៅតែមានចិត្តចង់ពិភាក្សាគ្នានៅឡើយទេហើយថាអាមេរិកវាយប្រហារទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អេរ៉ុងកាលពីឆ្នាំមុនគឺដើម្បីរារាំងកុំឲ្យទីក្រុងតេហេរ៉ុងផលិតគ្រាប់បែកនុយក្លេអ៊ែរតែប៉ុណ្ណោះបើទោះបីជាយ៉ាងណាក៏ដោយអេរ៉ុងនៅតែបដិសេធដដែលថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺគ្រាន់តែជាកម្មវិធីស៊ីវិលតែប៉ុណ្ណោះមិនមានបំណងណាមួយផលិតគ្រាប់នុយក្លេអ៊ែរនោះទេសូមបញ្ជាក់ថាបើយោងទៅតាមអាជ្ញាធរអេរ៉ុងបានអះអាងថាគិតត្រឹមថ្ងៃពុធតួលេខនៃអ្នកតវ៉ាដែលស្លាប់អំឡុងផ្ទុះអំពើហិង្សាមានចំនួន3117នាក់ប៉ុន្តែបើយោងទៅតាមអង្គការសិទ្ធិមនុស្សមួយចំនួនបានលើកឡើងថាតួលេខអ្នកតវ៉ាដែលបាត់បង់ជីវិតពិតប្រាកដគឺលើសពីនេះឆ្ងាយណាស់ហើយអាចមានរហូតទៅដល់20000នាក់ឯណោះលោកដូណាល់ត្រាំបញ្ជាក់ថាលោកមិនទាត់ចោល UN ទេគណៈបើកដំណើរការក្រុមប្រឹក្សាសន្តិភាពរបស់លោកថ្លែងចេញពីទីក្រុងដាវ៉ូសប្រទេសស្វីសកាលពីថ្ងៃទី22ខែមករាលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជាក់ថាលោកមិនទាត់ចោលអង្គការសហប្រជាជាតិនោះទេគណៈចាប់ផ្ដើមបើកដំណើរការក្រុមប្រឹក្សាសន្តិភាពរបស់លោកដែលដំបូងឡើយត្រូវបានបង្កើតឡើងដើម្បីពង្រឹងបទជបាញ់នៅហ្គាហ្សាប៉ុន្តែឥឡូវស្រាប់តែលោកបានលើកឡើងថាវានឹងដើរតួនាទីយ៉ាងទូលំទូលាយហួសអំពីការដោះស្រាយជម្លោះនៅហ្គាហ្សារហូតធ្វើឲ្យមហាអំណាចពិភពលោកផ្សេងទៀតចាប់ផ្ដើមមានការព្រួយបារម្ភនៅពេលដែលក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងរួចរាល់ទាំងស្រុងយើងអាចធ្វើអ្វីបានច្រើនតាមចិត្តដែលយើងចង់របស់យើងហើយយើងនឹងធ្វើវាដោយភ្ជាប់ជាមួយទៅនឹងអង្គការសហប្រជាជាតិនេះគឺជាប្រសាសន៍នៅក្នុងសម្រងសម្ដីដើមរបស់ប្រធានាធិបតីដូណាល់ត្រាំដើម្បីកុំឲ្យពិភពលោកព្រួយបារម្ភថាលោកទាត់អង្គការសហប្រជាជាតិចោលដោយលោកបានបន្ថែមថា UN មានសក្តានុពលដ៏អស្ចារ្យដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញលោកត្រាំដែលនឹងត្រូវធ្វើជាប្រធានក្រុមប្រឹក្សានេះបានអញ្ជើញមេដឹកនាំពិភពលោករាប់សិបនាក់ផ្សេងទៀតឲ្យចូលរួមដោយនិយាយថា
លោកចង់ឲ្យវាដោះស្រាយបញ្ហាដែលហួសពីបទជបាញ់នៅហ្គាហ្សាហេតុដូច្នេះហើយទើបធ្វើឲ្យមានការយល់ច្រឡំថាក្រុមប្រឹក្សានេះអាចបំផ្លាញតួនាទីរបស់អង្គការសហប្រជាជាតិដែលជាវេទិកាសំខាន់សម្រាប់ការទូតសកលនិងដំណោះស្រាយជម្លោះនានានៅក្នុងពិភពលោកនោះគណៈមហាអំណាចនានានៅក្នុងតំបន់មជ្ឈមបូព៌ារួមមានទូគីអេស៊ីបអារ៉ាប៊ីសាអូឌីតនិងហ្គាតាក៏ដូចជាប្រទេសកំពុងតែរីកចម្រើនធំៗដូចជាឥណ្ឌូនេស៊ីក៏បានសម្រេចចូលរួមនៅក្នុងក្រុមប្រឹក្សាពិបាលនេះផងនោះមហាអំណាចពិភពលោកនិងសម្ព័ន្ធមិត្តយូរលង់ណាស់មកហើយរបស់សហរដ្ឋអាមេរិកគឺក្រុមប្រទេសលោកខាងលិចគឺកំពុងតែពិចារណាប្រកបដោយភាពប្រុងប្រយ័ត្នថាតើគួរចូលរួមឬក៏មិនចូលរួមលោកត្រាំក៏បានបញ្ជាក់ផងដែរថាសមាជិកអចិន្ត្រៃយ៍ត្រូវតែជួយផ្ដល់មូលនិធិចំនួន$1000 លាននៅក្នុងម្នាក់ហើយសមាជិកស្ថាបនិកដទៃទៀតអាចចូលរួមដោយមិនចាំបាច់បោកប្រាក់រយៈពេល3ឆ្នាំដំបូងបើចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍និងអាចបន្តមានវត្តមាននៅក្នុងក្រុមប្រឹក្សាសន្តិភាពតទៅមុខទៀតគឺត្រូវបង់ប្រាក់វិភាគទាន$1000 លានសហរដ្ឋអាមេរិករីឯរដ្ឋមន្ត្រីការបរទេសអាមេរិកគឺលោក Marco Rubio បាននិយាយថាក្រុមប្រឹក្សាសន្តិភាពនេះនឹងផ្ដោតទៅលើការធ្វើឲ្យប្រកាសថាផែនការសម្រាប់សន្តិភាពនៅក្នុងតំបន់ហ្គាហ្សាត្រូវបានបំពេញក៏ប៉ុន្តែវាក៏អាចដើរតួនាទីដោះស្រាយជម្លោះនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោកផងដែរដោយឡែកសម្រាប់រុស្ស៊ីបាននិយាយថាខ្លួនកំពុងតែពិភាក្សាលើសំណើនេះបន្ទាប់ពីលោកត្រាំបានអះអាងថារុស្ស៊ីនឹងចូលរួមនោះបើទោះបីជាយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានលើកឡើងរួចហើយថាប្រធានាធិបតី Vladimir Putin បាននិយាយហើយថាទីក្រុង Moscow សុខចិត្តចំណាយប្រាក់ចំនួន$1000 លានពីទ្រព្យសម្បត្តិដែលត្រូវបានបង្កក់នៅក្នុងទឹកដីសហរដ្ឋអាមេរិកដើម្បីគាំទ្រប្រជាពលរដ្ឋប៉ាឡេស្ទីនលោកប្រធានាធិបតីដូណាល់ត្រាំអះអាងថាទទួលបានសិទ្ធិចូលប្រើប្រាស់ពេញលេញនៅ Greenland គណៈលោកពូទីនថានរណាកាន់កាប់ក៏រុស្ស៊ីអត់ខ្វល់ដែរប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសកាលពីថ្ងៃប្រហ័សថាលោកទទួលបានសិទ្ធិសម្រាប់អាមេរិកចូលប្រើប្រាស់ទាំងស្រុងនិងជាអចិន្ត្រៃយ៍នៅកោះ Greenland ហើយតាមរយៈកិច្ចព្រមព្រៀងជាមួយនឹងអង្គការ NATO គណៈលោកប្រធានាធិបតីពូទីនបានលើកឡើងថានរណាកាន់កាប់កោះនេះក៏រុស្ស៊ីអត់ខ្វល់ដែរហើយលោកបានប៉ាន់ប្រមាណថាកោះនេះមានតម្លៃប្រហែលជា$1000 លាននេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ Fox Business លោកត្រាំបានបញ្ជាក់ថាវាពិតជាការចូលរួមប្រើប្រាស់ទាំងស្រុងគ្មានទីបញ្ចប់គ្មានដែនកំណត់ពេលវេលានោះទេការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Donald Trump បានសម្រេចដកចោលនៅការគំរាមកំហែងពន្ធគយនិងជំរើសប្រើកម្លាំងយោធាដើម្បីយកកោះ Greenland នោះឲ្យបានរីឯអគ្គលេខាធិការ NATO គឺលោក Mark Rutte បានមានប្រសាសន៍ថាសម្ព័ន្ធមិត្ត NATO ត្រូវតែបង្កើនការបដិញ្ញាចិត្តនៅក្នុងការពង្រឹងសន្តិសុខនៅក្នុងតំបន់អាតិចដើម្បីទប់ទល់នឹងការគំរាមកំហែងពីរុស្ស៊ីនិងចិនដោយរំពឹងថាវិធានការនេះនឹងអនុវត្តបានចាប់តាំងពីដើមឆ្នាំ2026នេះតទៅបើទោះបីជាយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីរបស់ដាណឺម៉ាកគឺលោកស្រី Mette បានបញ្ជាក់យ៉ាងច្បាស់ថាមិនទាន់មានការចរចាណាមួយជាមួយនឹងNATOតាក់ទងទៅនឹងអធិបតេយ្យភាពរបស់ Greenland នៅឡើយនោះទេហើយលោកស្រីបានទទួលស្គាល់ថាស្ថានភាពនៅតែលំបាកនិងធ្ងន់ធ្ងរប៉ុន្តែមានវឌ្ឍនភាពនៅក្នុងការពិភាក្សាអំពីសន្តិសុខរួមរីឯលោក Jens Friedrich ដែលជាអគ្គនាយកនៃរដ្ឋមន្ត្រី Greenland វិញបានលើកឡើងថាក្រៅពីដាណឺម៉ាកនិង Greenland គ្មាននរណាមានសិទ្ធិមកធ្វើកិច្ចព្រមព្រៀងឬក៏ចុះកិច្ចព្រមព្រៀងស្តីអំពី Greenland បាននោះឡើយគណៈអ្នកជំនាញបានកត់សម្គាល់ថាកិច្ចព្រមព្រៀងឆ្នាំ1951គឺអនុញ្ញាតឲ្យអាមេរិកសាងសង់មូលដ្ឋានយោធានៅ Greenland រួចជាស្រេចទៅហើយប៉ុន្តែលោកត្រាំចង់បានប្រព័ន្ធការពារដែនអាកាស Golden Dome របស់លោកយកមកដំឡើងនៅកោះមួយនេះដែរហើយរឿងដ៏សំខាន់មួយទៀតនោះគឺចង់បានឱកាសគ្រប់គ្រងតំបន់ធនធានរ៉ែដ៏មហាសាលដែលកប់នៅក្រោមកោះនេះផងដែរពលគឺបានឱកាសបណ្ដេញឥទ្ធិពលរបស់រុស្ស៊ីនិងចិនឲ្យខ្ចាត់ឆ្ងាយចេញនិងបានទាំងឱកាសធ្វើឲ្យអាមេរិកកាន់តែមានបានលោក Zelensky ថាលោកបានយល់ព្រមលើការធានាសន្តិសុខក្រោយសង្គ្រាមជាមួយលោកត្រាំហើយក្នុងជំនួបនៅ Davos ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចហើយជាមួយនឹងសហរដ្ឋអាមេរិកស្តីអំពីការធានាសន្តិសុខនៅក្នុងករណីបទជបាញ់ជាមួយរុស្ស៊ីប៉ុន្តែមិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយនោះទេលោក Zelensky បានបញ្ជាក់យ៉ាងដូចនេះទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីមានជំនួបរយៈពេល1ម៉ោងជាមួយនឹងលោក Donald Trump នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុង Davos នៅក្នុងសន្ទរកថាទៅកាន់មេដឹកនាំពិភពលោក Zelensky បានរិះគន់
រ៉ុបចំពោះភាពអសកម្មហើយក៏បានអំពាវនាវឲ្យអឺរ៉ុបការពារទ្វីបមួយនេះដោយខ្លួនឯងទៅរីឯលោកត្រាំបានលើកឡើងថាដំណោះស្រាយសម្រាប់អ៊ុយក្រែននឹងមាននៅក្នុងពេលឆាប់ៗនេះគណៈលោកចូលរួមជាមួយនឹងមេដឹកនាំពិភពលោកផ្សេងទៀតដើម្បីសម្ពោធបើកដំណើរការក្រុមប្រឹក្សាសន្តិភាពរបស់លោកក្រោយជជែករៀងស៊ីចង្វាក់គ្នាជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំរួចមកនេះពេលនេះអ៊ុយក្រែនត្រៀមខ្លួនចាំចរចាត្រីភាគីជាមួយសហរដ្ឋអាមេរិកនិងរុស្ស៊ីតែហេតុអ្វីបានជាការធានាសន្តិសុខក្រោយសង្គ្រាមមានសារៈសំខាន់សម្រាប់អ៊ុយក្រែនការធានាសន្តិសុខក្រោយសង្គ្រាមគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ុយក្រែនព្រោះគេដឹងថារុស្ស៊ីមិនចោលគំនិតឈ្លានពានលើប្រទេសណាមួយនោះទេក៏ប៉ុន្តែលុះត្រាតែអាមេរិកចូលពាក់ព័ន្ធដែរទើបវាមានភាពរឹងមាំកាន់តែខ្លាំងសម្រាប់លោក Zelensky បានបញ្ចុះបញ្ចូលឲ្យប្រធានាធិបតីអាមេរិកព្រមចូលខ្លួនមកពាក់ព័ន្ធនៅក្នុងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនគឺជាសមិទ្ធផលដ៏សំខាន់មួយប៉ុន្តែរឿងចាំបាច់នៅពេលនេះគឺត្រូវផ្ដោតទៅលើកិច្ចចរចាត្រីភាគីជាមួយសហរដ្ឋអាមេរិកនិងរុស្ស៊ីដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសអេមីរ៉េតអារ៉ុបរួមជាមុនសិនពាក់ព័ន្ធទៅនឹងកិច្ចប្រជុំត្រីភាគីបេសកជនរបស់លោកត្រាំគឺលោក Steve Witkoff បាននិយាយថាលោកនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងអាប៊ូដាប៊ីពីទីក្រុងមូស្គូហើយថាលោក Zelensky បានចាប់តាំងមនុស្សរបស់លោករួចហើយដើម្បីចូលរួមនៅក្នុងនោះរួមមានមន្ត្រីកម្ពុជារបស់លោកផងដែរលោក Witkoff មានសុតិធិនិយមថាបញ្ហាធំដែលធ្វើឲ្យភាគីទាំងពីរទាស់ទែងគ្នាគឺអាចដោះស្រាយបានហើយលោក Zelensky បានបញ្ជាក់ឲ្យថារឿងទាំងអស់គឺពាក់ព័ន្ធទៅនឹងទឹកដីនៅឯភាគខាងអ៊ុយក្រែនហើយត្រង់ចំណុចនេះសួរថាតើលោកពូទីនយល់ព្រមនឹងផែនការរបស់អាមេរិកបង្កើតតំបន់ដិនបាសទៅជាតំបន់ពាណិជ្ជកម្មសេរីគ្មានយោធាដែរឬទេចោះបើមិនព្រមតើមានរឿងអ្វីកើតឡើងទៀតច្បាស់ណាស់គ្មានអ្វីក្រៅពីសង្គ្រាមនឹងបន្តនោះទេការធានាសន្តិសុខពីសំណាក់អាមេរិកមិនមែនជារឿងដែលនិយាយថាថ្ងៃនេះអាចធ្វើបានឬក៏ថ្ងៃស្អែកនោះទេដោយលោក Zelensky បាននិយាយថាវាត្រូវតែផ្ដល់សច្ចាប័នដោយសភាអាមេរិកនិងសភាអ៊ុយក្រែនជាមុននៅក្នុងដំណើរការដែលអាចចាយពេលយូរហើយក៏មិនទាន់ដឹងថាវាពាក់ព័ន្ធអ្វីខ្លះនោះដែរក៏ប៉ុន្តែអ៊ុយក្រែនគឺចង់ឲ្យអាមេរិកជួយធានាការពារសន្តិសុខសម្រាប់ខ្លួនដោយឥតងាករេរហូតដល់50ឆ្នាំឯណោះលោក Zelensky ជឿជាក់ថាបើគ្មានអាមេរិកចូលរួមទេត្រឹមសម្ព័ន្ធនឹងឆន្ទៈដែលដឹកនាំដោយចក្រភពអង់គ្លេសនិងបារាំងគឺមិនគ្រប់គ្រាន់នោះឡើយនៅក្នុងការការពារអ៊ុយក្រែនឲ្យបានសុខសាន្តសូមអរគុណសម្រាប់ការតាមដាន Flash News អន្តរជាតិ